ជំរាបសួរបងប្អូនទាំងអស់គ្នាទទួលទានអាហារហើយនៅចាបងប្អូនទៅបងប្អូនស្លំជូរសុកស្រែទៀតហើយចាបន្លែនោះមានច្រេះមានងប់មានត្រួយ7អញ្ចឹងណាហើយមាននឹងក្បាលត្រីបងប្អូននឹងត្រីតម្រៃកូនផ្សារទិញទុកយូរហើយក្នុងទូទុកធ្វើអីម៉ែក្មេកនេះបកកែប្រមូលផងមកបងប្អូនកូនក្មួយពពុះទីទៀតមកដួសពពុះចោលដាក់អមរួចជាស្រេចចាឆ្ងាញ់ណាបងប្អូនជាតិតែម្ដងជំរាបសួរបងប្អូនទាំងអស់គ្នាធ្វើសម្លក្រាក់ទៀតហើយបងប្អូនអើយមកបងប្អូនកូនក្មួយដែលចូលចិត្តសម្លក្រាក់បែបស្រុកស្រែមកជុំគ្នាមួយម៉ាមីរងចាំណាបងប្អូនអូជាតិណាមានស្នេហ៍ហើយមកក្រុមជើញម៉ាមីរងចាំណាបងប្អូនដែរមិនតាន់ទទួលទានអាហារបើមិនចឹងយកចានមកម៉ាមីដួសជូនជំរាបសួរបងប្អូនទាំងអស់គ្នាដល់វគ្គទិញបន្លែស្លទៀតណាបងប្អូនចាបងប្អូនទាំងអស់គ្នាមើលបន្លែទាំងអស់ហ្នឹងចាប់ចិត្តមួយណាដែរចាចំណែកម៉ាមីចូលចិត្តតែទាំងអស់ហ្នឹងបងប្អូនគាត់ថាយើងមិនអាចស្លម្ដងទាំងអស់បានទេព្រោះហូបវាមិនអស់បានតែបន្តិចម្ដងចាបន្លែខ្មែរយើងនិយាយថាល្អគ្រប់មុខតែម្ដងណាបងប្អូនចាខ្ញុំចូលចិត្តគ្រប់មុខបងប្អូនចុះបងប្អូនទាំងអស់គ្នាចូលចិត្តបន្លែទាំងអស់ហ្នឹងដូចខ្ញុំដែរទេចាខ្ញុំចូលចិត្តណាបងប្អូនអើយមកទិញបន្លែស្លហូបពោកោទឹកប្រហុកបែបស្រុកស្រែបងប្អូនឆ្ងាញ់ណាស់ជំរាបសួរបងប្អូនទាំងអស់គ្នាទទួលទានអាហារហើយនៅបើមិនតនេះបងប្អូនខ្ញុំស្ដៅមានសាច់មាន់ជុំនេះមួយម៉ាមីចាតំណងឯងបងប្អូនហើយនិយាយថាស្ដៅហ្នឹងគាត់ថាស្ដៅទេបងប្អូនអើយប៉ុន្តែវាតិចបំផុតតែម្ដងមានស្នាចាមកក្រុមជើញបងប្អូនកូនក្មួយទទួលទានជុំនេះជាមួយម៉ាមីចាខ្ញុំស្ដៅជាមួយបាយកសម្រូបចាណែនណាមានស្នេហ៍ក្រុមជើញជំរាបសួរបងប្អូនទាំងអស់គ្នាមកបងប្អូនអើយហូបកន្ទួតព្រៃចាអានេះក៏ជាអសុបបារាណខ្មែរដែរណាបងប្អូនចាតែមិនដឹងកប់ជំងឺអីខ្លះទេបងប្អូនអើយស្ដាប់ព័ត៌មានមកបងប្អូននិយាយថាឈ្ងុយឆ្ងាញ់តែម្ដងហូបហើយឆ្ងាញ់លេបទឹកមាត់ផ្អែមណាស់ពេញមាត់ជំរាបសួរបងប្អូនទាំងអស់គ្នាឆាទៀតហើយបងប្អូនអើយឆាដំឡូងបារាំងចាអត់មានសាច់អត់មានអីទេបងប្អូនឆាតែទេឲ្យតែមានជាតិប្រៃឡំខ្លាញ់ហិលអញ្ចឹងណាបងប្អូនប៉ុន្តែមិនចូលចិត្តតាវាទេបងប្អូនអើយចៅពៅរបស់ខ្ញុំអាទី5ហ្នឹងក៏ចូលចិត្តដែរមានស្នេហ៍ចាកើមកសុកចិនមកសុកខ្មែរសំណាងធំណាជំរាបសួរបងប្អូនទាំងអស់គ្នាហូបបាយហើយនៅចាបើមិនតាន់ទេបងប្អូនមកក្រាក់កងានជុំគ្នាមួយម៉ាមីបងប្អូនអើយជាពិសេសវាបានក្រងមេស្មលមេស្នេហ៍អូយលាយជាមួយត្រួយ7យើងទៀតចាបងប្អូនចាមើលមេស្មលយើងផងចាហើយឃើញវីដេអូម៉ោងប្រហែលហើយក៏មិនប្រាប់ម៉ាមីផងមេស្នេហ៍ថ្លើមថ្លៃអូយឃើញពេលយកអីជាស្រ័យផងមេស្នេហ៍អើយភ្លឺឡើងណាសូមរកទិញទាំងកងានតាំងពីគ្រឿងផ្សំទាំងអស់ហ្នឹងយកមកស្លហូបដល់មេស្នេហ៍ចាអើយទៅដងខ្លាំងណាស់ជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនណាខ្លះរស់នៅខេត្តព្រៃវែងហើយនិងខេត្តស្វាយរៀងពិតជាស្គាល់ស្ពានអ្នកលឿងច្បាស់ណាស់បងប្អូនចាចំណែកម៉ាមីនៅខាងខេត្តព្រៃវែងស្រុកបាភ្នំយើងនឹងឯងចាបងប្អូនណាខ្លះដែលនៅតំបន់ហ្នឹងសូមស្គាល់ផងបងអូន